ជំរាបសួរបងប្អូនកូនឆ្កែនេះដែរនៅពេលដែលបណ្ឌិតទៅឃើញថាមានជំងឺរាកឈាមគាត់គឺមានអាការៈធ្ងន់ណាស់ដោយសារគាត់ក្អួតហើយនឹងរាកអញ្ចឹងយកមកព្យាបាលថ្ងៃទី1ក៏នៅតែរាកក្អួតនិងមានសត្វល្អិតថ្ងៃទី3ក៏នៅតែមានរាកមានក្អួតរហូតដល់ព្យាបាលរយៈពេល4យប់ទៅស្ថានភាពគាត់រៀងប្រសើរឡើងអញ្ចឹងគាត់អាចស៊ីបានធម្មតាអញ្ចឹងរហូតដល់4យប់ទៅគាត់បានត្រឡប់ទៅផ្ទះវិញនេះគឺជាជំងឺរាកឈាមដែលអាការៈនឹងទុកឲ្យធ្ងន់ចឹងធ្វើឲ្យមានរាកខ្លាំងក្អួតខ្លាំងបើសត្វបងប្អូនឈឺភ្លាមមានរោគសញ្ញាអន់ចំណីភ្លាមបងប្អូនតាក់ទងទៅពេទ្យភ្លាមទៅមើលតនពេលវេលាគឺស្រួលព្យាបាលបើទុកឲ្យធ្ងន់ចេះការព្យាបាលយូរហើយនឹងចំណាយពេលច្រើនទៀតចំណាយថវិកាច្រើននឹងសូមអរគុណបើសិនជាបងប្អូនមានចម្ងល់ឬក៏មានបញ្ហាលើសត្វចិញ្ចឹមបងប្អូនអាចតាក់ទងបានហើយដល់ថ្ងៃទី4នេះគាត់ស៊ីបានហើយអញ្ចឹងគាត់អាចទៅផ្ទះវិញបានហើយសូមអរគុណ